ក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តសៀមរាបប្រជុំពិនិត្យនិងវិដំឡៃឡើងវិញលើការគ្រប់គ្រងបណ្ដោះសវត្ថិភាពជនភៀសសឹកក្នុងខេត្តសៀមរាបនៅរសៀលថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះឯកឧត្តមសួរអង្គារដ្ឋលេខាធិការក្រសួងមហាផ្ទៃមានការចូលរួមពីលោកអឹងកំលៀងអភិបាលរងខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំរវាងក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តសៀមរាបដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញចំពោះការរៀបចំកន្លងមកលើប្រព័ន្ធទឹកប្រព័ន្ធលូហេដ្ឋារចនាសម្ព័ន្ធនានាសេវាសុខាភិបាលបរិស្ថានអនាម័យនិងកិច្ចការទូទៅនៅទីតាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកតាមបណ្ដាក្រុងស្រុកក្នុងខេត្តសៀមរាបលោកអឹងកំលៀងអភិបាលរងខេត្តបានដឹងថាដោយមានការឈ្លានពានពីសំណាក់កងទ័ពថៃបណ្ដាឲ្យប្រជាពលរដ្ឋរឹបមើងគ្រួសារបានជម្លៀសមកខេត្តសៀមរាបហើយបើទោះបីមានបាត់ឆោបាញ់ហើយក៏ដោយក៏ប្រជាពលរដ្ឋមួយចំនួននៅតែបន្តស្នាក់នៅក្នុងខេត្តសៀមរាបដែលជាតំបន់មានសុវត្ថិភាពសម្រាប់ពួកគាត់ក្នុងនោះរដ្ឋបាលខេត្តបានរៀបចំទីតាំងទទួលបងប្អូនជនភៀសសឹកព្រមទាំងបានបង្កើតក្រុមការងារសម្រាប់សម្រួលជម្លៀសប្រជាជនចេញពីតំបន់សមរភូមិនិងរៀបចំឲ្យមានទីតាំងដែលបានគិតគូរពីទីតាំងដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់ធ្វើជាទីតាំងសុវត្ថិភាពជំរកស្បៀងអាហារទឹកស្អាតអនាម័យសន្តិសុខសុខាភិបាលអប់រំនិងការថែទាំទីតាំងសុវត្ថិភាពផ្សេងៗប្រកបដោយប្រសិទ្ធភាពខ្ពស់លោកអឹងកំលៀងបានបញ្ជាក់ថាគិតត្រឹមថ្ងៃទី15ខែមិថុនាឆ្នាំ2026នេះបងប្អូនភៀសសឹកដែលបន្តស្នាក់នៅខេត្តសៀមរាបសរុបមានចំនួន2651គ្រួសារស្មើនឹងចំនួន8304នាក់ក្នុងនោះស្នាក់នៅតាមទីតាំងសុវត្ថិភាពរៀបចំដោយរដ្ឋបាលក្រុងស្រុកមានចំនួន1879គ្រួសារនិងស្នាក់នៅតាមផ្ទះមួយចំនួន772គ្រួសារលោកអភិបាលរងខេត្តក៏បានដឹងថាដោយទទួលបានការណែនាំពីរាជរដ្ឋាភិបាលតាមរយៈឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី1នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំបន្តដល់រដ្ឋបាលខេត្តសៀមរាបធ្វើការបិទបញ្ចប់ករណីជនភៀសសឹកស្នាក់នៅខេត្តសៀមរាបទីតាំងមណ្ឌលសុវត្ថិភាពនិងការស្នាក់នៅតាមផ្ទះដើម្បីឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញចំពោះតំបន់ដែលប្រឈមតិចតួចនិងចំពោះតំបន់ដែលក្រហមត្រូវតាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដើម្បីអាចចូលទៅកាន់ជំរំដែលរាជរដ្ឋាភិបាលបានរៀបចំបង្កើតឡើងដែលមានផ្ទះមានដីសម្រាប់ធ្វើកសិកម្មលោកបន្តថាបង្ការត្រឡប់ទៅវិញក៏មានការប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្រាប់ជូនគ្រួសារភៀសសឹកស្នាក់នៅទីតាំងមណ្ឌលសុវត្ថិភាពនិងការស្នាក់នៅតាមផ្ទះដោះស្រាយជីវភាពនិងចំណាយថ្លៃធ្វើដំណើរត្រឡប់ទៅវិញរួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនផងដែរឯកឧត្តមសួរអង្គារដ្ឋលេខាធិការក្រសួងមហាផ្ទៃបានវិតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តសៀមរាបសម្រាប់ការរៀបចំទទួលបងប្អូនភៀសសឹកនាពេលកន្លងមកដែលបានរៀបចំនៅបណ្ដោះសុវត្ថិភាពជនភៀសសឹកប្រព័ន្ធទឹកប្រព័ន្ធលូហេដ្ឋារចនាសម្ព័ន្ធនានានិងសេវាសុខាភិបាលបរិស្ថានអនាម័យការរៀបចំប្រព័ន្ធដឹកជញ្ជូនការត្រៀមស្បៀងថ្នាំពេទ្យការរៀបចំសិស្សដែលភៀសសឹកបានចូលរៀនការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនជនភៀសសឹកឯកឧត្តមក៏បានសូមថ្លែងអំណរគុណដល់រដ្ឋបាលខេត្តអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិដែលបានចូលរួមជួយសង្គ្រោះនិងផ្តល់ការឧបត្ថម្ភនានាដល់ជនភៀសសឹកដែលចំពោះបញ្ហាដែលនៅសេសសល់ឯកឧត្តមនឹងធ្វើរបាយការណ៍ជូនក្រសួងមហាផ្ទៃ